នៅក្នុងព្រៃបៃតងស្ងប់ស្ងាត់មានខ្លាឃ្មុំផែនដាមួយកំពុងមានអារម្មណ៍ធុញទ្រាន់ជាខ្លាំងភ្លាមនោះគាត់មានគំនិតដ៏អស្ចារ្យមួយគាត់ចង់សាងសង់រទេះភ្លើងលឿនមួយនៅក្នុងព្រៃនេះហើយគាត់ក៏បានអំពាវនាវឲ្យមិត្តភក្តិមកជួយគាត់ទន្សាយបានត្រួតពិនិត្យផែនការនេះយ៉ាងហ្មត់ចត់ចំណែកដំរីវិញបានជួយដឹកសម្ភារៈធ្ងន់ចូលមកបើយើងមើលទៅស្វាវិញកំពុងឡើងដើម្បីចង់ភ្ជាប់ខ្សែការសាងសង់មួយនេះបានចាប់ផ្ដើមយ៉ាងរីករាយកំពុងតែសាងសង់ស្រាប់តែមានបញ្ហាមួយបានកើតឡើងផែនដាមានអារម្មណ៍ខូចចិត្តយ៉ាងខ្លាំងហើយចង់បោះបង់ចោលតែទន្សាយជាសត្វដែលឆ្លាតវៃបានរកឃើញដំណោះស្រាយថ្មីគឺថាយើងត្រូវតែធ្វើការងារនេះជាក្រុមម្ដងទៀតដើម្បីសម្រេចជោគជ័យជាចុងក្រោយអ្វីដែលពួកគេបានប្រឹងប្រែងរទេះភ្លៀងបានសម្រេចរួចរាល់មិត្តភក្តិទាំងអស់បានលេងយ៉ាងសប្បាយរីករាយផែនដាបានរៀនពីសកម្មភាពថ្មីមួយគឺការសហការគ្នាជាគន្លឹះនៃភាពជោគជ័យ